បាទថ្ងៃនេះមកនិយាយរឿងភ្លើងទៀតហើយបងប្អូនបាទភ្លើងតាប់ឡូម្ដងណាបាទអាហ្នឹងវាមានពុលពីរគ្រាប់ប្រហែលជាវាដាច់ពុលហើយបងប្អូនបានវាអត់ភ្លឺឥឡូវចាប់ផ្ដើមដោះមើលសិនបាទហើយរបៀបដោះវាមានចៅទូលវិសហ្នឹង6គ្រាប់បងប្អូនដោះក្បាលហ្នឹងណាបាទបងប្អូនហើយចាំមើលខ្ញុំដោះបាទហើយបងបាទបងប្អូនបាទចង់ធ្វើតាមអីបងប្អូនអើយមើលតែបន្តិចទៅបាទមើលមកចប់ទៅបងប្អូននឹងធ្វើបានហើយណាអានេះដោះក្បាលបាទហើយអំពូលវាមាន2គ្រាប់បងប្អូនបាទនៅគៀនបន្តិចណាអំពូលខាងនោះបាទយ៉ាងពិបាកបន្តិចបងប្អូនគៀនពេកបាទរបៀបជួសជុលភ្លើងវាមិនពិបាកប្រហែលទេបងប្អូនបាទហើយសម្រាប់បងប្អូនដែលគាត់ទៅតែរៀនអីបងប្អូនមើលទៅបាទឆាប់ចេះព្រោះអីវីដេអូខ្ញុំប្រាប់បងប្អូនចំហ្មងបាទមើលទៅចេះមើលទៅចេះហ្មងណាបាទមើលកន្លែងណាចេះកន្លែងហ្នឹងបងប្អូនបាទហើយដូចវីដេអូនេះដែរបាទបងប្អូនចាំមើលវាពិបាកឬក៏សំណុកបាទឥឡូវពងតែដោះអំពូលបងប្អូនព្រោះអីវានៅអាគៀនណាញាតពិបាកញាតដៃដោះពិបាកកាប់ហ្នឹងក៏ពិបាកអង្គាកទៀតបងប្អូនបាទចាំមើលវាដាច់ពុលឬក៏ដាច់ខ្សែយ៉ាងម៉េចអត់មានភ្លើងចូលយ៉ាងម៉េចនេះពុលនេះខ្មៅបងប្អូនអញ្ចឹងមានន័យថាវាដាច់ពុលហើយបាទអាហ្នឹងភាគច្រើនវាដាច់តាមពុលហ្នឹងទេបងប្អូនបាទចាំមើលដាក់ថ្មីវាភ្លឺអត់បាទអាការៈវាខុសៗគ្នាបងប្អូនភ្លើងនេះបងប្អូនឃើញទេភ្លើងភ្លឺហើយបាទវាមានភ្លើងនេះវាអាការៈអញ្ជីភ្លើងនោះការៈអញ្ជុះចឹងទៅណាបងប្អូនដូចជាសញ្ញោដូចជាអីរឿងផ្សេងចឹងទៅបាទនេះភ្លើងឲ្យតាប់ឡូអញ្ចឹងវាជារឿងរបស់វាមួយចឹងទៅបាទអញ្ចឹងសម្រាប់បងបាទបងប្អូនបាទគាត់មើលវីដេអូខ្ញុំហើយបើសិនជាគិតថាវីដេអូខ្ញុំហ្នឹងល្អមានប្រយោជន៍បាទសម្រាប់បងប្អូនបាទសូមជួយ share បាទបន្តផងបងប្អូនណាបាទដើម្បីឲ្យបងប្អូនយើងដែលអត់ទាន់បានឃើញហ្នឹងឲ្យគាត់បានឃើញបានចេះបានដឹងផងបាទមួយទៀតឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូឲ្យបងប្អូនមើលរាល់ថ្ងៃបងប្អូនណាបាទនេះដាក់ពូលមួយទៀតក៏ភ្លឺដែរអញ្ចឹងមានន័យថាម៉ូតូហ្នឹងវាដាញ់ពូលទាំងពីរបងប្អូនបាទនេះភ្លឺណាបងប្អូននេះបិទអង្កត់បើកភ្លឺអញ្ចឹងបាទចឹងបងប្អូនមើលបាទពិបាកអត់របៀបជួសជុលបែបនេះបាទដាច់ពូលអញ្ចឹងឲ្យដោះប៉ុណ្ណឹងដូរពូលប៉ុណ្ណឹងណាបាទ